បាទជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរ admin មានវីដេអូថ្មីមួយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នានិយាយពាក់ព័ន្ធជាមួយនឹងប្រព័ន្ធធុងទឹកស្អំក៏ដូចជាធុងបញ្ចុះកម្ដៅម៉ាស៊ីនម៉ូតូដែលមានបំពាក់នៅលើម៉ូតូអូតូជាច្រើនក៏ដូចជាម៉ូតូចង្កឹះលេងអញ្ចឹង admin សូមលើកធំគូលមួយចំនួនដូចជាម៉ូតូ Click Honda ADV Honda PCX Honda Avalette ជាមួយនឹងម៉ូតូ Honda Giorno និងមានម៉ូតូផ្សេងៗជាច្រើនទៀតដែលប្រើប្រាស់ជាមួយនឹងធុងទឹកស្អំមានបងប្អូនជាច្រើនក៏ចង់ដឹងថាតើគុណសម្បត្តិនិងគុណវិបត្តិរបស់ធុងទឹកស្អំហ្នឹងវាមានអ្វីខ្លះហើយនឹងការថែទាំរបស់វាហ្នឹងគឺយ៉ាងដូចម្ដេចអញ្ចឹងថ្ងៃហ្នឹងគឺវីដេអូមួយនេះអាចនឹងបញ្ជាក់ជូនទៅកាន់បងប្អូនទាំងអស់គ្នាឲ្យយល់ដឹងអំពីគុណសម្បត្តិរបស់វាថាតើធុងទឹកស្អំហ្នឹងវាមានគុណសម្បត្តិអ្វីខ្លះបាទជាការពិតណាស់ធុងទឹកស្អំគឺវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ចុះកម្ដៅម៉ូតូយើងដែលក្នុងនោះគឺវាអាចបន្ថយកម្ដៅម៉ូតូយើងនៅពេលដែលយើងរត់ផ្លូវឆ្ងាយក៏ដូចជាយើងប្រើប្រាស់ច្រើននៅក្នុងក្រុងអញ្ចឹងម៉ូតូដែលមានធុងទឹកស្អំគឺវាជួយកាត់បន្ថយម៉ូតូយើងហ្នឹងកុំឲ្យវាឡើងកម្ដៅម៉ាស៊ីនខ្លាំងកាលណាដែលយើងរត់ទៅឆ្ងាយគឺវាជួយស្អំម៉ាស៊ីនរបស់យើងហ្នឹងឲ្យវាមានសីតុណ្ហភាពល្មមមិនធ្វើឲ្យគ្រប់ពេលម៉ូតូមិនធ្វើឲ្យយើងពិបាកក្នុងការប្រើប្រាស់ទេអញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់ប្រើប្រាស់ម៉ូតូដែលមានធុងទឹកស្អំហើយនឹងម៉ូតូដែលអត់មានធុងទឹកស្អំគាត់អាចយល់ច្រើនហើយថាតើគុណសម្បត្តិនិងគុណវិបត្តិវាខុសគ្នាយ៉ាងណាសម្រាប់ម៉ូតូដែលមានធុងទឹកស្អំហ្នឹងគឺវាតម្រូវឲ្យយើងហ្នឹងទីថែទាំវាផងដែរទៅលើទឹកស្អំហ្នឹងអញ្ចឹងការប្រើប្រាស់ទឹកស្អំហ្នឹងគឺបងប្អូនអាចជ្រើសរើសប្រភេទទឹកស្អំដែលបងប្អូនគិតថាល្អសម្រាប់ខ្លួនឯងដោយជៀសវាងដាច់ខាតគឺយើងកុំប្រើទឹកសធម្មតាថាទឹកធម្មតាហ្នឹងវាអត់មានអាចជួយឲ្យយើងបានទេបងប្អូនបាទវាមានតែជួយឲ្យម៉ូតូយើងខូចបាទនេះជាផលប៉ះពាល់សម្រាប់បងប្អូនដែលមានម៉ូតូប្រើប្រាស់ធុងទឹកគាត់អត់បានយល់ដឹងអំពីទឹកស្អំគាត់ដឹងតែពីម៉ូតូគាត់អស់ទឹកគឺគាត់ចាក់ទឹកធម្មតាចូលអញ្ចឹងទឹកធម្មតាដែលខ្ញុំបញ្ជាក់ខាងលើអញ្ចឹងគឺវាអត់មានគុណសម្បត្តិអីជួយម៉ូតូយើងបានទេគឺវាមានតែចូលទៅខាងក្នុងហ្នឹងគឺវាធ្វើឲ្យច្រេះជាមួយនឹងប្រព័ន្ធម៉ាស៊ីនទឹកស្អំយើងវិញពីបងប្អូនបានឃើញក្នុងវីដេអូអញ្ចឹងគឺមានភាពច្រេះជាខ្លាំងបាទអញ្ចឹងក្នុងការច្រេះហ្នឹងគឺវាធ្វើឲ្យខូចម៉ូតូយើងវិញទេបងប្អូនវាអាចធ្វើឲ្យខូចខ្លះពេលទឹកខាងក្នុងវាអាចធ្វើឲ្យច្រេះជាមួយនឹងប្រព័ន្ធសមីខាងក្នុងអញ្ចឹងទៅវាធ្វើឲ្យខូចម៉ូតូអាចនឹងគប់ពេលម៉ូតូលើដើមអញ្ចឹងហើយបានកន្លែងហ្នឹងគឺគេតម្រូវឲ្យយើងប្រើប្រាស់ជាមួយនឹងទឹកស្អំព្រោះថាទឹកស្អំវាមានគុណសម្បត្តិបាទវាមានការបញ្ចុះកម្ដៅសម្រាប់ម៉ាស៊ីនម៉ូតូផងវាមានតួនាទីទៅជួយការពារជាមួយនឹងសមីខាងក្នុងផងមិនឲ្យច្រេះមិនឲ្យពុកទេដោយបងប្អូនបានឃើញក្នុងវីដេអូនេះបានថាគាត់អត់បានយល់ដឹងពីទឹកស្អំទេគឺគាត់ដឹងតែអស់ទឹកគឺគាត់ចាក់ទឹកធម្មតាចូលទៅអញ្ចឹងវាធ្វើឲ្យចូលជាខូចម៉ូតូគាត់វិញអញ្ចឹងកន្លែងនេះចង់ផ្ដាំទៅកាន់បងប្អូនទាំងអស់គ្នាដែលថាគួរតែពិនិត្យមើលមែនតើសម្រាប់ទឹកហ្នឹងបើសិនជាវាអស់បងប្អូនអាចទៅកន្លែងជាងដើម្បីឲ្យគេចាក់ទឹកហ្នឹងថែមឬក៏យើងអាចឲ្យគេផ្លាស់ប្ដូរថ្មីហើយបងប្អូនអាចជ្រើសរើសជាមួយនឹងផលិតផលដែលបងប្អូនគិតថាវាល្អសម្រាប់ម៉ូតូបងប្អូនអញ្ចឹងណាហ្នឹងហើយហើយទឹកហ្នឹងក៏វាអត់ថ្លៃដែរកន្លែងនេះគឺគេធ្វើការប្រៀបធៀបជាមួយនឹងទឹកធម្មតាជាមួយនឹងទឹកស្អំថាតើទឹកធម្មតាហើយនិងទឹកស្អំវាក៏គ្នាមិនបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានទឹកធម្មតាពេលដែលយើងដាក់ទៅគឺរង្វាល់នៃគុណភាពគឺវាអត់មានអ្វីដែលអាចចុះទៅកាត់បន្ថយកម្ដៅនៅក្នុងម៉ូតូបានទេដូចបងប្អូនឃើញចឹងគឺ0តែម្ដងមានកន្លែងណាដែលថាអាចជួយម៉ូតូយើងបានទេអញ្ចឹងដូចខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹងมันបានជួយវាទៅជាបំផ្លាញទៀតបាទអញ្ចឹងបន្តិចទៀតខ្ញុំនឹងធ្វើការតេស្តមួយទៀតជាមួយនឹងទឹកស្អំ coolant ខាងលើនេះប៉ុន្តែខ្ញុំចង់បញ្ជាក់បងប្អូនថាផលិតផលបងប្អូនអាចរើសតាមអ្វីដែលបងប្អូនពេញចិត្តបាទនេះកន្លែងនេះគឺខ្ញុំធ្វើការតេស្តជាមួយនឹងទឹកស្អំបាទ coolant ម៉ាកលោកដែលខ្ញុំជ្រើសរើសយកប្រើប្រាស់ហ្នឹងណាបាទអញ្ចឹងបងប្អូនចាំតាមដានទាំងអស់គ្នាថាតើវាមានគុណប្រយោជន៍អ្វីខ្លះបាទអញ្ចឹងក្រោយពីយើងធ្វើការបូមឡើងទៅលើយើងធ្វើការរង់ចាំដើម្បីឲ្យម៉ាស៊ីនហ្នឹងវាបញ្ជាក់អំពីសមត្ថភាពរបស់វានេះដូចបងប្អូនបានឃើញអញ្ចឹងណាចំណុចកន្លែងនេះគឺវាដាក់ចន្លោះពី20ទៅ30អង្សាសេដែលវាអាចជួយដកកម្ដៅបានអញ្ចឹងកន្លែងនេះដែលចង់បង្ហាញថាទឹកស្អំគឺវាមានតួនាទីសំខាន់ជាងទឹកធម្មតាហើយបងប្អូនដែលប្រើប្រាស់ដែលមានម៉ូតូទឹកស្អំគួរតែប្រយ័ត្នមែនទែនណាព្រោះថាបើយើងភ្លេចខ្លួនគឺវាអាចធ្វើឲ្យម៉ូតូយើងនឹងមានបញ្ហាលើដើមអញ្ចឹងកន្លែងទឹកស្អំគឺវាមិនថ្លៃទេបងប្អូនគឺវាធូរថ្លៃដែរអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ម៉ូតូដែលមានធុងទឹកស្អំគួរណាស់តែប្រយ័ត្នកន្លែងហ្នឹងផងព្រោះថាវាអាចថាតិចតួចប៉ុន្តែវាធ្វើឲ្យយើងខូចម៉ូតូអស់លុយច្រើនបាទអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបើស្រឡាញ់និងពេញចិត្តសូមបងប្អូនជួយ Subscribe Channel ខ្ញុំអ្នកមួយផងដើម្បីទទួលបាននូវការចែករំលែកថ្មីៗអរគុណ